កាហ្វេមួយសិនអ្នកតែងតែស្រមៃថាអ្នកនឹងខ្លាចជាអុកញ៉ាខ្លាចជាអ្នកមានឬក៏ខ្លាចជាបកគោជោគជ័យនៅថ្ងៃណាមួយប៉ុន្តែសកម្មភាពបច្ចុប្បន្នរបស់អ្នកគឺមិនស្របទៅនឹងអីដែលអ្នកចង់សម្រេចអ្នកលេងហ្គេមមួយថ្ងៃ8ម៉ោងឬក៏ធ្វើរឿងអត់ប្រយោជន៍ជាច្រើនតែអ្នកគិតថាមួយថ្ងៃអ្នកគិតតែពីលេងហ្គេមលេងបណ្ដាញសង្គមមើលរឿងអាហារភាគកណ្ដាលយប់តើវានឹងនាំឲ្យអ្នកអាចទិញ Lamborghini ឬក៏ឡានរ៉ូរ៉យដែលអ្នកតែងតែស្រមៃមែនដែរទេនៅក្នុងសភៅ Atomic Habits ដែលនិពន្ធដោយ James Clear គាត់បានប្រាប់យើងថាបុគ្គលជោគជ័យនិងបុគ្គលបរាជ័យគឺពួកគេគឺចែករំលែកដូចជាកំណត់គោលដៅដូចគ្នាព្រោះថាមនុស្សក្នុងโลกអ្នកណាក៏មានគោលដៅដែរដោយគ្រាន់តែមួយធំឬក៏មួយតូចប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាមានមនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យនិងមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលជោគជ័យវាគឺអាស្រ័យទៅនឹងសកម្មភាពរបស់ពួកគេព្រោះថាអ្នកខ្លះគឺកំណត់គោលដៅមែនប៉ុន្តែគាត់អត់ធ្វើសកម្មភាពភ្លាមឬក៏គាត់អត់ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងឲ្យស្របតាមគោលដៅដែលគាត់បានកំណត់ទេប៉ុន្តែបុគ្គលដែលជោគជ័យគឺពួកគេមានគោលដៅមែនប៉ុន្តែគឺពួកគេក្រោកទៅធ្វើវារាល់ថ្ងៃកសាងវារាល់ថ្ងៃឬក៏ពង្រឹងវារាល់ថ្ងៃជារៀងរាល់ថ្ងៃរៀងរាល់ឆ្នាំនិងមានវិន័យនិងមានភាពជាប់លាប់ក្នុងការសម្រេចគោលដៅទាំងអស់ហ្នឹងហើយចំនួនមួយទៀតដែលគេសួរអ្នកនិពន្ធថាតើប្រសិនបើយើងបំភ្លេចគោលដៅចោលហើយយើងផ្ដោតទៅលើតែ system ឬក៏ផែនការប្រចាំថ្ងៃឬក៏សកម្មភាពប្រចាំថ្ងៃហ្នឹងតើយើងអាចនឹងសម្រេចនឹងនាំឲ្យយើងទៅកាន់ការសម្រេចគោលដៅដែរឬទេអ្នកនិពន្ធឆ្លើយដោយមិនមានភាពស្ទាក់ស្ទើរថាអ្នកនៅតែអាចសម្រេចគោលដៅទាំងអស់ហ្នឹងប្រសិនបើអ្នកបំភ្លេចគោលដៅចោលផ្ដោតទៅលើ system ផ្ដោតលើផែនការប្រចាំថ្ងៃនិងសកម្មភាពប្រចាំថ្ងៃថាអ្នកត្រូវធ្វើអីខ្លះដើម្បីឈានដល់គោលដៅទាំងអស់ហ្នឹងតែចាំថាគោលដៅគឺវាមានភាពល្អប្រសើរក្នុងការកំណត់ទិសដៅថាយើងត្រូវទៅណាដើម្បីកុំឲ្យយើងវង្វេងវង្វាន់នៅពេលយើងចាប់ដើមធ្វើដំណើរប៉ុន្តែ system ឬក៏ប្រព័ន្ធប្រតិបត្តិការសកម្មភាពប្រចាំថ្ងៃគឺជារបៀបឬក៏វិធីសាស្ត្រក្នុងការសម្រេចគោលដៅទាំងអស់ហ្នឹងអញ្ចឹងវាពិតជាសំខាន់តែក្នុងការផ្ដោតទៅលើពេលវេលា20ម៉ោងរបស់យើងហ្នឹងតើយើងធ្វើអ្វីខ្លះតើយើងត្រូវសម្រេចកិច្ចការណាខ្លះឬក៏តើយើងត្រូវសម្រេចគោលដៅអាទិភាពសំខាន់ណាទាំងអស់ដែលវាមានប្រយោជន៍ឬក៏តាក់ទងទៅនឹងគោលដៅធំរបស់យើងគោលដៅធំគោលដៅមធ្យមឬក៏គោលដៅតូចរបស់យើងអាហ្នឹងគឺពិតជាសំខាន់តែក្នុងការផ្ដោតធ្វើសកម្មភាពប្រចាំថ្ងៃមិនមែនមួយថ្ងៃលេងតែហ្គេមអស់តែលេងទូរស័ព្ទមើលរឿងអាហារភាគហើយអត់ធ្វើអ្វីសោះហើយសិតតែគោលដៅចង់ខ្លាចជាអង្គញាតើវានឹងអាចត្រូវដែរទេដូច្នេះនៅក្នុងវីដេអូមួយហ្នឹងខ្ញុំនឹងចែករំលែកទៅកាន់អ្នកគ្នាអំពីរឿងមួយចំនួនដែលអ្នកគួរតែបោះបង់ចោលក្នុងឆ្នាំ2025ប្រសិនបើអ្នកពិតជាចង់ខ្លួនឯងសម្រេចគោលដៅដែលបានកំណត់ឬក៏ធ្វើខ្លួនឯងមានភាពរីកចម្រើនទ្វេដង2ឆ្នាំចាស់ទី1គឺការមានលេសថាចាំស្អែកពីដល់ចាំស្អែកគឺជាលេសដ៏ពេញនិយមបំផុតដែលមនុស្សគ្រប់គ្នាតែងតែយកវាជាលេសថាចាំស្អែកនៅពេលដែលយើងមានគោលដៅមិនថាគោលដៅចង់ខ្លាចទៅជាអីមួយចង់ប្រឡងអាហារូបករណ៍ចង់ចាប់ដើមអាជីវកម្មចង់ទៅហាត់ប្រាណស្មុតធ្ងន់ក៏កសាងសិទ្ធិដុំចង់ចាប់ដើមរកស៊ីចង់ចាប់ដើមផលិតមាតិកាឬក៏ចាប់ដើមធ្វើនេះធ្វើមនុស្សដាក់ពាក្យទៅកន្លែងធ្វើការនេះឬក៏ដាក់ពាក្យអាហារូបករណ៍ឬក៏ដាក់ពាក្យប្រឡងណាមួយយើងតែងតែមានលេសថាចាំស្អែកចាំធ្វើវាតាមពិតទៅស្អែកគឺមិនដែលចប់នោះទេស្អែកគឺអត់មានទីបញ្ចប់នោះទេវាតែងតែដើរមុនយើងមួយថ្ងៃដល់ស្អែកឡើងយើងតែងតែនិយាយថាចាំស្អែកទៀតស្អែកចុះស្អែកឡើងមួយឆ្នាំពីរឆ្នាំអត់បានធ្វើអីសោះគឺអត់ប្រយោជន៍ប្រហែលឆ្នាំចុងក្រោយអាហ្នឹងគឺពិតជាសំខាន់មែនក្នុងការព្យាយាមបើមានគោលដៅត្រូវសម្រេចហើយចាប់ដើមធ្វើពីថ្ងៃហ្នឹងហើយកុំមានលេសថាដោយសារខ្ញុំអត់តន់ត្រៀមខ្លួនរួចរាល់ដោយសារតែខ្ញុំអត់តន់មានសុខភាពគ្រប់គ្រាន់ដោយសារតែខ្ញុំអត់មានទំនុកចិត្តឬក៏ដោយសារតែខ្ញុំនេះនោះឬក៏ហេតុផល100ចំពុកអត់មានសម្ភារៈអត់មានអីផ្សេងអាហ្នឹងគឺជាលេសមួយត្រូវចាំថាប្រសិនបើអ្នកពិតជាចង់បានវាអ្នកនឹងស្វែងរកវិធីក្នុងការដោះស្រាយឬក៏វិធីសាស្ត្រក្នុងការចេញពីឧបសគ្គ
នៅពេលដែលអ្នកនរគ្នាចង់បានអ្វីមួយឬក៏ចង់កំណត់ឬក៏ចង់បង្កើតអ្វីមួយជាគោលដៅអ្នកព្យាយាមកំចាត់ឧបសគ្គហើយធ្វើគោលដៅហ្នឹងមានអារម្មណ៍ថា enjoyable មានអារម្មណ៍ថា easy មានអារម្មណ៍ថាងាយស្រួលក្នុងការធ្វើវាអត់ដល់មានឧបសគ្គអាហ្នឹងគឺពិតជាសំខាន់មែនទែនក្នុងការចាប់ដើមភ្លាមបើសិនម្នាក់គ្នាចង់ឈ្នះលេសថាចាំស្អែកចាប់ដើមថ្ងៃហ្នឹងបើចង់សម្រក់គីឡូចង់ហាត់ប្រាណអូខេទៅរត់ថ្ងៃហ្នឹងឲ្យហើយ20នាទីក៏ដោយ10នាទីក៏ដោយឬក៏ទៅជីមក៏ដោយទៅជីមសូម្បីតែ10នាទីក៏ដោយអាហ្នឹងគឺជាការបណ្ដុះទម្លាប់នៃវិន័យនិងភាពជាប់លាប់អាហ្នឹងគឺពិតជាសំខាន់មែនទែនកុំចាំស្អែកមិនថាធ្វើអីក៏ដោយចាប់ដើមធ្វើឥឡូវទៅពាក្យថាចាំស្អែកគឺតែងតែគ្មានទីបញ្ចប់ហើយវាគឺជាលេសមួយដែលធ្វើយើងពន្យាពេលបោះបង់គោលដៅដែលសំខាន់ដែលត្រូវសម្រេចហើយបែរជាធ្វើអ្វីដែលគេហៅថាអត់ប្រយោជន៍អត់មានភាពរីកចម្រើនដល់ខ្លួនឯងអីជាដើមហើយទី2គឺអ្នកលេងបណ្ដាញសង្គមច្រើនម៉ោងដោយគ្មានហេតុផលច្បាស់លាស់មានថាអ្នកត្រូវបានដឹកនាំខួរក្បាលរបស់អ្នកត្រូវបានបញ្ជាដោយ algorithm ណែនាំអ្នកអំពីវីដេអូឬក៏មើលវីដេអូបែប suggestion របស់បណ្ដាញសង្គមយើងមើលកាន់តែយូរទៅកាន់តែញៀនទៅអាហ្នឹងឯងដោយសារតែយើងចូលបណ្ដាញសង្គមភ្លាមយើងអត់កំណត់ថាយើងចូលលេងបណ្ដាញសង្គមដើម្បីអីឧទាហរណ៍បើថានេះចូលទៅក្នុង YouTube ចង់រៀនអំពីអីចង់បរឹងផ្នែកណាចង់រៀនជំនាញអីឬក៏ចង់សិក្សាអំពីអ្វីអាហ្នឹងគឺពិតជាសំខាន់តែក្នុងការកំណត់ថាអ្នកលេងបណ្ដាញសង្គមដើម្បីអ្វីកុំព្យាយាមអស់លេង TikTok Facebook ឬក៏ Instagram រាប់ម៉ោងហើយតែងតែញៀននឹងវាដែលធ្វើឲ្យយើងមានអារម្មណ៍រំភើបក្នុងការមើលវីដេអូដែលបណ្ដាញសង្គមណែនាំយើងឲ្យមើលមានថាយើងត្រូវបានគ្រប់គ្រងឬក៏សកម្មភាពរបស់យើងដោយបណ្ដាញសង្គមដែលក្បាលរបស់យើងបញ្ចេញដូប៉ាមីនច្រើននៅធ្វើឲ្យយើងរីករាយនឹងឯងអញ្ចឹងព្យាយាមកាត់បន្ថយវាយើងលេងបានតាមពិតទៅយើងមិនអាចអត់ឲ្យលេងបណ្ដាញសង្គមពេញមួយថ្ងៃបានទេឬក៏អត់សោះហ្មងទេប៉ុន្តែយើងលេងក្នុងករណីយើងទំនេររួចពីការងារយើងគ្រាន់តែអស់លេង10-20នាទី30នាទីហើយយើងទៅធ្វើការវិញទៅកុំព្យាយាមលេងពេញមួយថ្ងៃទុកការងារចោលកិច្ចការសាលាការងារដល់មកតើតចិត្តផុត deadline ចាប់ដើមធ្វើកតាយប់ដាច់យប់គ្មានពេលដេកធ្វើការគ្មានសន្តិភាពឬក៏អត់មានការបដោតឬក៏ធ្វើវារួចបដៃអាហ្នឹងហើយគឺធ្វើឲ្យយើងកាន់តែខ្លាចជាមនុស្សអន់ទៅអត់មានការបដោតអត់មានវិន័យហើយធ្វើការឲ្យរួចតែពីដៃហើយទម្លាប់ទី3គឺការចាយលុយច្រើនខ្ជះខ្ជាយច្រើនជាងចំណូលទៅចាំថាអត់ខ្វល់ថាអ្នកគ្នារកបានចំណូលប៉ុណ្ណាទេសំខាន់តើអ្នកបានរក្សាទុកឬក៏ save money ហ្នឹងសន្សំហ្នឹងបានប្រមាណអត់ខ្វល់អ្នកនេះរកមួយខែបាន2000 5000ក៏ដោយបើអ្នកនេះចាយទាំងអស់អត់មានប្រាក់សន្សំចាយតាមអំពើចិត្តចាយតាមអារម្មណ៍ឬក៏សំដែងនិយមពេកអ្នកនរគ្នាមានប្រាក់ខែប៉ុន្មានក៏អត់សោះដែរហើយអាហ្នឹងគឺពិតជាសំខាន់មានក្នុងការចាយវាយដែលប្រកបដោយការទទួលខុសត្រូវឬក៏ចង្ហើយណាស់ក៏យើងមានប្រាក់សន្សំដែរយើងកុំព្យាយាមរើបានប្រមាណចាយទាំងអស់រើបានប៉ុណ្ណាចាយទាំងអស់មិនស្រួលខ្ចីគេយកមកចាយតទៀតអាហ្នឹងគឺពិតជាសំខាន់មែនទែនក្នុងការដែលយើងមានប្រាក់សន្សំផ្ទាល់ខ្លួនបើសិនមកគ្នាកំពុងតែចេញធ្វើការអ្នកគ្នាមានប្រាក់ខែអត់ខ្វល់ថាប្រាក់ខែប្រហែលទេគឺព្យាយាមដកយ៉ាងហោចណាស់ក៏25% នៃប្រាក់ខែរបស់យើងទៅសន្សំដែរសល់ប្រហែលទៀតយើងចាត់ចែងចំណាយប្រចាំថ្ងៃឬក៏ទិញរបស់ប្រើប្រាស់ដែលយើងស្រឡាញ់ជាដើមតែយ៉ាងហោចណាស់ក៏ត្រូវតែមានប្រាក់សន្សំយ៉ាងហោចណាស់ក៏25% នៃប្រាក់ខែរបស់យើងដែរដើម្បីការពារហានិភ័យការពារនៅពេលដែលយើងអត់មានការងារធ្វើឬក៏យើងអត់មានចំណូលយើងបានប្រាក់ទាំងអស់ហ្នឹងដើម្បីទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់យើងអាហ្នឹងគឺពិតជាសំខាន់ណាស់ក្នុងការមានកញ្ចប់ប្រាក់ដើម្បីពេលហានិភ័យឬក៏សន្សំនិងចាយវាយឲ្យតិចជាងចំណូលដែលយើងរកបានហើយទម្លាប់មួយទៀតគឺការដែលយើងដាក់ម៉ោងរោលើសពី2ឡើងទៅឬក៏គេហៅថាតែងតែចុច smooth នៅពេលរៀងរាល់ព្រឹកអានឹងគឺជាទម្លាប់មួយដែលវាធ្វើឲ្យយើង
គេហៅថាក្រោកមកគឺគេហៅថាទាំងអារម្មណ៍អត់នឹងដោយអត់បានគេងគ្រប់គ្រាន់ឯជាដើមដោយសារតែពេលយប់យើងប្រហែលជាលេង social media ច្រើនពេកលេង game ច្រើនពេកឬក៏យើងចូលដេកយប់ជ្រៅដល់ព្រឹកឡើងយើងពិបាកងើបយើងគេងបាន3-4ម៉ោង5ម៉ោងជាដើមអាហ្នឹងគឺពិតជាសំខាន់ក្នុងការព្យាយាមដាក់ម៉ោងរោតែមួយឬម៉ោងរោគឺក្រោកមកមិនបាច់ក្រោកដើម្បីបិទម៉ោងរោហើយទៅមួយទឹកធ្វើម្ហូបហូបពេលព្រឹកហើយចាប់ផ្ដើមទៅធ្វើការទៅសាលារបស់យើងអាហ្នឹងគឺពិតជាសំខាន់ក្នុងការដែលយើងព្យាយាមគេហៅថាមានវិន័យឬក៏មានភាពជាប់លាប់ទៅលើអីដែលយើងត្រូវធ្វើហ្នឹងកុំបជាពេលកុំដាក់ម៉ោងរោច្រើនពេកដល់ថ្នាក់ធ្វើយើងដេកស្ពឹកឬក៏ទៅធ្វើការទៅសាលាយឺតអីជាដើមអ្វីខ្ញុំតែធ្វើរយៈពេល3-4ឆ្នាំចុងក្រោយហ្នឹងមិនថាខ្ញុំត្រូវទៅសាលាខ្ញុំត្រូវទៅធ្វើ intern ឬក៏ការងារអីក៏ដោយខ្ញុំត្រូវតែក្រោកយ៉ាងណា1ម៉ោងកន្លះទៅ2ម៉ោងឧទាហរណ៍បើខ្ញុំត្រូវទៅ intern ធ្វើការមក9ខ្ញុំក្រោកមក7ព្រោះថាខ្ញុំធម្មតាមនុស្សខ្ញុំគឺរៀបអញ្ចឹងក្រៅខ្ញុំទៅតែមួយទឹកហៅថាផឹកកាហ្វេឲ្យបានមួយកែវសិនឬក៏ធ្វើញ៉ាំពេលព្រឹកឬក៏រៀបចំខ្លួនរបស់យើងអញ្ចឹងអាសកម្មភាពរបស់ហ្នឹងយ៉ាងហោចណាស់ក៏1ម៉ោងយ៉ាងតិចដែរអាហ្នឹងគឺពិតជាសំខាន់តែក្នុងការធ្វើឲ្យយើងមានការត្រៀមខ្លួនរួចរាល់ស្លៀកពាក់ឲ្យបានសមរម្យគេហៅថាមួយទឹកឲ្យបានស្អាតមានក្លិនក្រអូបអីជាដើមឬក៏ញ៉ាំអាហារពេលព្រឹកឲ្យបានទៀងទាត់អីជាដើមហ្នឹងគឺពិតជាសំខាន់ណាស់ក្នុងការធ្វើឲ្យយើងមាន productivity ពេញមួយថ្ងៃរបស់យើងអីជាដើមហើយទម្លាប់មួយទៀតគឺអ្នកមិនមានភាពតឹងតែងឬក៏មិនមានវិន័យទៅលើខ្លួនឯងអារឿងកន្លែងហ្នឹងគឺពិតជាសំខាន់មែនក្នុងការគ្រប់គ្រងលើខ្លួនឯងតាមពិតទៅធ្វើជាមនុស្សម្នាក់អ្នកអាចនិយាយស្រួលអ្នកអាចងាយស្រួលជាមួយអ្នកដទៃឬក៏មានចិត្តសប្បុរសលើមនុស្សគ្រប់គ្នាប៉ុន្តែមិនមែនមានន័យថាអ្នកតែងតែស្រួលចំពោះខ្លួនឯងពេកទេកាលណាដែលអ្នកនរគ្នាស្រួលចំពោះខ្លួនឯងពេកអ្នកនេះនឹងងាយខ្ជិលអត់មានការប្រឹងប្រែងអត់មានភាពអត់ធ្មត់ធ្វើអីតាមអារម្មណ៍ធ្វើអីតាមអំពើចិត្តធ្វើអីដែលធ្វើខ្លួនឯងសប្បាយភ្លើនអត់មានគោលដៅច្បាស់លាស់អត់មានវិន័យក្នុងការធ្វើការងារឬក៏អត់មានភាពជាប់លាប់ទៅលើការសម្រេចគោលដៅទាំងអស់ហ្នឹងអីជាដើមជាថ្ងៃអ្នកគ្នាគួរតែព្យាយាមជំរុញខ្លួនឯងឲ្យធ្វើអីមួយដែលវាសំខាន់មិនមែនធ្វើរឿងដែលពិបាកខ្លាំងទេប៉ុន្តែធ្វើរឿងដែលវាសំខាន់សម្រាប់គោលដៅរបស់អ្នកដូចជាទៅហាត់ប្រាណរៀងរាល់ថ្ងៃធ្វើការងារនឹងឲ្យហើយក្នុងរយៈពេល4ទៅ5ម៉ោងខាងមុខហ្នឹងធ្វើវាឲ្យហើយឬក៏ធ្វើកិច្ចការសំខាន់ណាមួយប្រចាំថ្ងៃឬក៏ជាអត្ថភាពមិនថាជាការងារសាលាការងារផ្ទាល់ខ្លួនអាការដែលយើងគោរពសន្យាចំពោះខ្លួនឯងអាហ្នឹងគឺធ្វើឲ្យយើងមានគេហៅថាទំនុកចិត្តផ្ទាល់ខ្លួនយើងមានអារម្មណ៍ថាខ្លួនឯងគឺមនុស្សមានប្រយោជន៍វាធ្វើឲ្យបែបថា self esteem ហ្នឹងកើនឡើងធ្វើឲ្យយើងមានអារម្មណ៍ថាយើងជាមនុស្សមានតម្លៃយើងតែងតែធ្វើអ្វីដែលខ្លួនយើងកំណត់ដែលខ្លួនយើងបានប្រាប់ថានឹងធ្វើវាអាការដែលយើងមិនគោរពសន្យាចំពោះខ្លួនឯងហ្នឹងហើយឬក៏មិនគ្មានការគោរពលើខ្លួនឯងអាហ្នឹងហើយគឺធ្វើឲ្យយើងមានអារម្មណ៍ថា self doubt ឬក៏មានអារម្មណ៍ថាស្ទាក់ស្ទើរចំពោះអីដែលខ្លួនឯងចង់ធ្វើអត់មានទំនុកចិត្តធ្វើអីក៏មិនបានសម្រេចដែរប្រសិនបើអត់មាននរណាម្នាក់មកជួយជ្រោមជ្រែងអត់មាននរណាម្នាក់មកបង្ហាញផ្លូវអាហ្នឹងគឺមានន័យថាយើងមិនមែនជាមនុស្សម្នាក់ដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯងទេអ្នកនិយាយអីធ្វើនឹងសន្យាអីធ្វើនឹងមិនថាជាសន្យាជាមួយខ្លួនឯងឬក៏ការសន្យាជាមួយនឹងអ្នកដទៃទេយើងត្រូវតែគោរពវាជាដាច់ហាងការជាទីបំផុតអញ្ចឹងត្រូវតែធ្វើជាមនុស្សម្នាក់ដែលមានវិន័យខ្ពស់មានភាពជាប់លាប់ក៏ដូចជាមានភាពតឹងតែងលើខ្លួនឯងបុរសម្នាក់ដែលរស់នៅដោយគ្មានវិន័យគឺមិនមែនជាបរិសុទ្ធពិតនោះទេហើយទម្លាប់ចុងក្រោយគឺពិតជាសំខាន់មែនទែនទៅលើមនុស្សគ្រប់រូបគឺពួកគេតែងតែបោះបង់នៅពេលរឿងមួយហ្នឹងចាប់ផ្ដើមលំបាកតាមពិតទៅការធ្វើអ្វីក៏ដោយមិនថាការចាប់ផ្ដើមផលិតមាតិកាចាប់ផ្ដើមទៅធ្វើលំហាត់ប្រាណចាប់ផ្ដើមញ៉ាំអាហារមានដៃត្រឹមត្រូវរបបអាហារត្រឹមត្រូវឬក៏ចាប់ផ្ដើមអាជីវកម្មឬក៏ធ្វើអ្វីមួយដែលជាគោលដៅធំដែលយើងចង់សម្រេចហ្នឹងច្បាស់ណាស់វាមិនងាយស្រួលតាមអ្វីដែលយើងគិតនោះទេការសេគោលដៅការធ្វើការវាស្រួលមួយយ៉ាងហើយប៉ុន្តែមិនមែនមានន័យថាវារលូនតាមអីដែលយើងនឹងពឹងទុកទេយើងនឹងជួបបញ្ហាយើងនឹងជួបឧបសគ្គ
ហើយពេលខ្លះវាធ្វើឲ្យយើងមានអារម្មណ៍ថាគោលដៅហ្នឹងគឺអត់មានដំណើរការបន្តទៀតទេជាងគូបោះបង់ទៅអាហ្នឹងគឺជាផ្នែកអវិជ្ជមានរបស់ខ្លួនយើងដែលវាតែងតែចេញមកបន្លាចយើងថាមិនបាច់ធ្វើទៀតទេយើងអត់មានតម្លៃក្នុងការធ្វើវាទេបោះបង់វាទៅយើងមិនស័ក្តិសមនឹងគោលដៅមួយហ្នឹងទេអាហ្នឹងសូមកុំស្ដាប់សំឡេងអវិជ្ជមានមួយហ្នឹងទៅចាំថាពេលដែលលំបាកបំផុតពេលដែលអ្នកចង់បោះបង់អាហ្នឹងគឺជាពេលអ្នកត្រូវតែជំរុញខ្លួនឯងឲ្យបន្តធ្វើវាឲ្យខ្លាំងជាងមុនអាហ្នឹងគឺជាហៅថាដំណាក់កាលនៃការបរាជ័យនិងដំណាក់កាលនៃការជោគជ័យបើសិនមកអ្នកគ្នាបោះបង់ចោលអ្នកនឹងបរាជ័យតែបើសិនអានេះបន្តទៅមុខទៀតទាំងលំបាកហ្នឹងវានឹងផ្ដល់ផ្លែផ្កាឬក៏មានពលឺម្ដងនៅពេលដែលយើងដោះស្រាយបញ្ហាហ្នឹងឲ្យចប់សពគ្រប់អាហ្នឹងគឺជាសំខាន់មែនទែនក្នុងការព្យាយាមធ្វើអ្វីមួយច្រើនឆ្នាំច្រើនខែដោយមិនទទួលបានលាភសក្ការៈដោយមិនទទួលបានផលប្រយោជន៍ប៉ុន្តែយើងជឿជាក់លើវាទៅចាំថាគោលដៅមិនមែនឡើងដូចកម្មចន្ទាមួយកម្មនេះប៉ុន្តែវានឹងព្យាយាមគេហៅថាមកបន្លាចយើងដោយទៅដល់ដំបូងគឺអត់មានលទ្ធផលដូចជាក្រាបចឹងស្មើរហូតរាប់ឆ្នាំថ្ងៃណាមួយដល់ពេលដែលវាត្រូវឡើងឆ្កុយមកអាហ្នឹងមានថាអាឡែងដែលអត់មានលទ្ធផលឬក៏ក្រាបស្មើដោយមិនទទួលបានលទ្ធផលដោយមិនទទួលបានលេខសក្ការៈហ្នឹងអាហ្នឹងគឺគេហៅថាចន្លងនៃការបំបាក់ទឹកចិត្តមានថាមនុស្សជាច្រើនពួកគាត់នឹងបោះបង់វាបន្ទាប់ពីចាប់ដើមដំបូងមួយសប្តាហ៍ពីរសប្តាហ៍ឬក៏មួយខែពីរខែឧទាហរណ៍ថាចាប់ដើមធ្វើលំហាត់ប្រាណចាប់ដើមពីមួយខែពីរខែដំបូងអ្នកគ្នានឹងអត់មានអីប្លែកទេអ្នកគ្នានឹងមានអារម្មណ៍ថាឈឺពេញរាងកាយឈឺចាប់ឈឺស្មាឈឺខ្នងឈឺដើមទ្រូងដោយសារយើងហាត់ប្រាណហើយអត់មានអីដែលប្លែកខ្លាំងទេពី3ខែទៅ6ខែយើងនឹងមានអារម្មណ៍ថាយើងខ្លួនឯងគឺមានអារម្មណ៍ថាផ្លាស់ប្ដូរហើយចាប់ពី6ខែទៅ1ឆ្នាំក្រោយមនុស្សគ្រប់គ្នាចាប់ដើមកត់សម្គាល់ហើយថាយើងប្លែកជាងមុនថាយើងមានសាច់ដុំធំជាងមុនឬក៏យើងស្រកគីឡូជាងមុនឬក៏យើងមានភាពរឹងមាំជាងមុនអាហ្នឹងគឺបែបហ្នឹងឯងកុំព្យាយាមគិតថាអ្វីគ្រប់យ៉ាងនឹងងាយស្រួលក៏ដូចជាការប្រតិបត្តិការអញ្ចឹងខ្ញុំយល់ថានរណាក៏មានគោលដៅធ្វើវាដែរប៉ុន្តែអ្នកខ្លះគឺបោះបង់លឿនអ្នកខ្លះចាប់ដើមមួយខែពីរខែហ្នឹងដល់អត់មាន view អត់មានចំណូលគាត់បោះបង់ហើយអាហ្នឹងគឺពិតជាសំខាន់មែនទែនត្រូវតែបន្តធ្វើវារាល់ថ្ងៃដូចខ្ញុំជាដើមខ្ញុំធ្វើរយៈពេល 3-4 ឆ្នាំហើយទម្រាំតែខ្ញុំទទួលបាន sponsor ឬក៏ចំណូលតិចតួចបំផុតដែលវាគឺជាអារម្មណ៍ដំបូងនៃទទួលបានប្រាក់ចំណូលតិចតួចដែលយើងធ្វើអីដែលយើងស្រឡាញ់ហ្នឹងដែលយើងធ្វើវារាប់ឆ្នាំមកហើយអញ្ចឹងមានថាធ្វើអីក៏ដោយមិនមែនតតែស្រួលបានធ្វើទេបើសិនបើរឿងគ្រប់យ៉ាងងាយស្រួលដូចបកចេកដែលយើងគិតថាវាដូចជាការលំពឹងទុករបស់យើងប្រហែលជាមកពិភពលោកនឹងអត់មានជនបរាជ័យទេស្ទើរតែជោគជ័យហើយអញ្ចឹងអ្នកដែលជោគជ័យគឺគេទទួលបានវាដល់លំបាកជាពិសេសគឺអាដំណាក់កាលនៃការជួបឧបសគ្គច្រើនលំបាកច្រើននឹងគាត់អត់បោះបង់អាហ្នឹងឯងគឺជាផ្លូវមួយដែលនាំឲ្យពួកគាត់ទៅកាន់គោលដៅឬក៏ការសម្រេចគោលដៅដែលគាត់បានកំណត់ហ្នឹងអរគុណច្រើនសម្រាប់មើលវីដេអូមួយហ្នឹងសង្ឃឹមថាវានឹងមានប្រយោជន៍ដល់អ្នកនរគ្នាហើយដូចសពមួយដងអញ្ចឹងខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយទៀត